សួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំមកប្រាប់ពីរបៀបlock screen កុំឲ្យគេអ្នកមើលពីចម្ងាយមើលឃើញចឹងណាបងប្អូនឥឡូវចាប់ផ្ដើមចូលធ្វើទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកឲ្យបានដឹងទាំងអស់គ្នាក្នុងវីដេអូនេះអ្នកចាប់ផ្ដើមចូលទាំងអស់គ្នាឥឡូវចូលទៅ setting តែម្ដងបងប្អូនហើយយើងនឹងចាប់ផ្ដើមទៅរកម៉ាកនេះមួយបងម៉ាកនេះមួយចុចតាមខ្ញុំមកយើងចូលតាមនឹងមកនឹងសម្រាប់តែបងប្អូនណាដែលចង់ lock screen កុំឲ្យគេមើលឃើញណាបងប្អូនពិតជាស្រួលមែនតើហើយបងប្អូនដែលប្រើអាហ្នឹងបើអត់បានប្រើអាហ្នឹងពិតជាខាតមែនតើឥឡូវយើងចូលទៅកន្លែងនេះសញ្ញានេះបងប្អូនបាទសញ្ញានេះហើយយើងអូសមកចុះមកក្រោមទាំងអស់ហើយយើងកន្លែងនេះបងប្អូនចូលបើកមកហើយយើងទាញអាសញ្ញានេះទាញឲ្យវាចិត្តចឹងមកបងប្អូនបាទទាញឲ្យចិត្តមកហើយដល់ពេលនេះយើងបិទវិញបងប្អូនបិទវិញហើយយើងថយកន្លែងនេះបងប្អូនថយហើយទៅយើងទៅរកមុខងារមួយទៀតដើម្បីយកទៅប្រឡាងវាថយយើង scroll មកក្រោមដើម្បីមើលអាកន្លែងនេះបងប្អូនអញ្ចឹងចំពោះខ្ញុំទូរស័ព្ទ iPhone 7 Pro Max អញ្ចឹងខ្ញុំស្វែងរកសញ្ញាមួយនេះបងប្អូននេះសញ្ញាមួយនេះបាទសញ្ញាមួយហ្នឹងហើយយើងចុចចូលកន្លែងនេះខ្ញុំមកខាងក្រោមនេះបងប្អូនចុចចូលវាមកបាទចុចចូលមកយើងអូសមកលើហើយយើងយកអាសញ្ញាកន្លែងពន្លឺនេះគឺរួចជាការសាច់តែម្ដងបាទអញ្ចឹងបងប្អូនគ្រាន់តែចុចចូលទៅគឺវាកំណត់ឲ្យតែម្ដងអញ្ចឹងហើយតែម្ដងបងប្អូនអញ្ចឹងងាយមែនតើបើបងប្អូនចង់បានដូចបែបហ្នឹងអាចមើលវីដេអូនេះទៅនឹងអាចនឹងយល់នឹងចេះហើយបងប្អូនអញ្ចឹងយើងអាច lock screen ចេះបានងឹតតែម្ដងនេះភ្លឺអានេះខ្ញុំថតនៅក្នុងទូរស័ព្ទអញ្ចឹងវាអត់ដឹងថាមើលឃើញមិនឃើញតែបងប្អូនបើមើលតាមរបៀបខ្ញុំធ្វើអាចប្រឡែងបានហើយចំពោះទូរស័ព្ទទៀតត្រឹម11 12អីអាចធ្វើបានដែរបងប្អូនអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណសម្រាប់បងប្អូនដែលបានចូលមើលក្នុង channel YouTube របស់ខ្ញុំ